សួស្តីអ្នកទាំងអស់គ្នាណាមានកម្មវិធីជួបជុំមិត្តភ័ក្តិរៀននៅមហាវិទ្យាល័យមួយគ្នាហើយមិត្តភ័ក្តិនេះតាំងពីរៀនចប់មកដូចជាច្រើនឆ្នាំមកនៅយើងនៅតែរាប់អានគ្នាអញ្ចឹងហើយណាយើងណាត់គ្នាមកញ៉ាំអីតិចនៅភីលៀបហើយកំងបបកំងអីញ៉ាំជុំគ្នាហើយនៅវត្តលេនេះស្រស់ស្រាយពីព្រឹកហើយបងប្អូនដែលវានេះគឺគាត់ប៉ុនធ្វើម្ហូបបាទហើយគាត់វាហើយក៏រៀបចំរៀបចំធ្វើគ្រឿងប្រឡាក់ហើយនឹងទឹកជ្រលក់បន្លែនោះគាត់រៀបចំមកសិតឲ្យហើយងាយបានជួបគ្នាទេណាត់គ្នា4-5 ឆ្នាំហើយបានជួបគ្នាម្ដងគេទៅរវល់រឿងខ្លួនអ្នកខ្លះក៏នៅខេត្តទៅអ្នកខ្លះក៏នៅពេញអ្នកខ្លះក៏មានគូសារទៅក៏ពិបាកលៃពេលបានជួបគ្នាហើយកណ្ដេះក៏បានជុំគ្នាម្ដងហើយសប្បាយបានហូបអាហារជុំមិត្តភក្តិហើយបបប៉ារបស់យើងមានគឺក្នុងយើងស្ងោស្រាប់ហើយសាច់វាគឺប្រឡាក់គ្រឿងអាំងធម្មតាហើយទឹកជ្រលក់មានទឹកប្រហុកបន្លែយើងហ្នឹងហើយបន្លែសប្លាយធម្មជាតិទិញមកពីស្រុកអញ្ចឹងហើយនេះរៀបចំប្រឡាក់គ្រឿងអាំងហើយមិត្តភក្តិខ្លះក៏ចិត្តបន្លែចិត្តអីចឹងទៅហើយងាយបានជួបគ្នាទៅនិយាយទៅហើយបានជួបគ្នាម្ដងសប្បាយណាស់បាទហើយរៀបចំអាំងរៀបចំអីនឹងជួយគ្នាម្ដាយមួយជើងដើម្បីឆាប់បានញ៉ាំមិត្តភក្តិសល់តែប្រហែល5-6នាក់នឹងហើយមានម្នាក់អត់បានមកវិសាក៏មានទុរៈចាំបាច់ហើយមកអាហារច្រើនណាស់ញ៉ាំអត់អស់ទេគ្នាតែ5-6នាក់លេងបបែមួយហើយតែគ្រឿងក្នុងហ្នឹងក៏ញ៉ាំអស់មកសាច់វាទៅនងដល់មកដែរឃើញវីដេអូហើយនឹកឃើញឃ្លានភាសាទៀតនេះហើយបងក៏រៀងរវល់ជាងគេហើយអត់ហើយក៏មានរូបថតអនុស្សាវរីយ៍ខ្លះទុកcònមើលថ្ងៃណាចង់ជួបគ្នាក៏ផ្ញើរូបផ្ញើអីដើម្បីរំលឹកអនុស្សាវរីយ៍